នៅក្នុងប្រទេសពិភពលោកគេដើរដល់ណាដល់ណីអស់ហើយឯងនៅតែប៉ុណ្ណឹងអត់ព្រមទៅណាផងព្រោះថាខ្លួនគាត់ដើរវាមិនអត់ពីកើតក្នុងដងទេពីកើតក្នុងដងនៅតែក្នុងដងអញ្ចឹងតែប៉ុណ្ណឹងឃើញដងប៉ុណ្ណឹងថាអត់ចាអត់បានឡើងមកលើមាត់ដងទេនឹងរឿងបញ្ហាប្រទេសជាតិដែលមានវិបត្តិដោយសារណាយើងមើលសម័យមុនអស់3ឆ្នាំ8ខែសម្រាប់ដល់ប្រាជ្ញចោលអស់ទុកតែអ្នកល្ងងខ្លៅដើម្បីបង្វិលដូចឆ្នាំអូនចឹងសូមបំផ្លាញពូជសាសន៍បំផ្លាញជាតិមាតុភូមិកំទេចចោលអស់ប៉ុន្តែផលវាសនារបស់ប្រទេសកម្ពុជាយើងវាមិនធ្លាក់ចុះវាត្រូវតែរស់ឡើងវិញដោយសារអំណាចរដ្ឋកម្ពុជាយើងពីដើមមកបានរំដោះពីព្រោះយើងនេះការលើកឡើងមិនមែនជាការស្ដីបន្ទោសទេប៉ុន្តែយើងត្រូវតែឆ្លុះបញ្ចាំងថាប្រទេសជាតិដែលលិចលង់ដោយសារតែប្រាជ្ញឬក៏ដោយសារអ្នកល្ងងប្រទេសគេជំវិញតែគេជិះយន្តហោះយើងថ្ងៃហ្នឹងយើងនៅលើទិញយន្តហោះគេទិញបានទៀតប្រើឡានតែថ្ងៃហ្នឹងមិនមែនឡានខ្មែរធ្វើទេកុំថាយើងគ្រាន់ដើរពេកឡានសុទ្ធតែឡានរបស់គេទេជប៉ុនអាល្លឺម៉ង់អាមេរិកកាំងណាហើយគេស្អីដល់គឺមិនមនុស្សយើងមិនមនុស្សមិនក៏យើងដើរមិនទាន់ទេមកអំពីយើងឡើងតែប្រកាន់ទម្លាប់បុរាណអត់ព្រមកែអត្តចរិតធ្វើដំណើរទាន់សម័យអត់ព្រមមានព្រោះនឹងតែគួរស្ដាប់ប្រទេសជាតិហើយខ្មែរយើងមានចំណុចមួយដែលសំខាន់បំផុតដែលអស់ប្រទេសដែលសារទំនាយជាទំនាយរឿងក្បួនតម្រាទំនាយហ្នឹងណាធ្វើឲ្យខ្មែរយើងសិនដែលនៅក្នុងសមាជិកចាស់ទុំអត់យើងកែទៅណារួចទេគឺខ្លួនឯងហ្នឹងមិនព្រមរៀនសូត្រមិនព្រមរៀបចំខ្លួនឯងដើម្បីនឹងខ្លាយទៅជាពលរដ្ឋល្អទេធ្វើខ្លួនឯងហ្នឹងឲ្យខ្លាយទៅជាបុគ្គលដែលចាំត្រង់ទឹកជើងនៅក្នុងសម័យដែលព្រាមធ្លាក់គឺចាំមកតែមានបន់ចាំមកប្របាទធម្មដឹកមកលើកសាសនាអាគេថាមួយម៉ាត់ទៅមនុស្សស្មើឆេញដូចទៅស្គរថាមួយម៉ាត់មកមាសកើតគ្រប់ផ្ទះសម័យនឹងខ្មែរយើងមានទំនាយត្រង់មួយកប់នៅក្នុងហ្នឹងនឹងអីរឿងបុរាណហ្នឹងរឿងបុរាណមិនបន្ទោសនេះបុរាណនេះប៉ុន្តែរឿងពិតគឺទៅនិយាយចឹងព្រោះមកកើតមកលឺសូរអញ្ចឹងប្រទេសគេខិតហើយអត់មានគំនិតកសាងជាតិកសាងសាសនាដល់អត់មានដល់ដូចចាំតែពីវថាបងថាទៅចិត្តឲ្យស្មើទៅស្អាតយើងទួតថាប្របាទ